ដោយទទួលបានការគ្រប់គ្រងយ៉ាងច្រើនផលផុសនៅសហរដ្ឋអាមេរិកឯកឧត្តមខើឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានត្រៀមដឹកនាំការប្រកួតទៅកាន់ប្រទេសនេះម្ដងទៀតគឺត្រូវត្រៀមចេញដំណើរនៅថ្ងៃទី25ខែឧសភាឆ្នាំ2025នេះតែម្ដងហើយនឹងធ្វើការប្រកួតនៅថ្ងៃទី31ចុងខែនេះឯកឧត្តមខើឆាយបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី25នេះនៅឯស្ថានីយ៍ Studio Bayon បានឲ្យដឹងថាអាចចេញទៅប្រកួតនៅសហរដ្ឋអាមេរិកជាលើកទី2នេះគឺមានភាពពិសេសជាងកាលពីលើកទី1ទី1គឺមានកីឡាកររហូតដល់5នាក់ខណៈលើកទី1គឺមានចំនួនតែ4នាក់ប៉ុណ្ណោះហើយលើកទី2នេះគឺមានពេជ្រសម្បត្តិហើយនិងអេយ៉ានុតគឺជាអ្នកដែលធ្លាប់បានទៅជើងទី1ជាមួយគ្នាចំពោះកីឡាករថ្មីដែលចូលរួមនោះគឺមានបងប្អូនត្រកូលឡៅចំនួន3នាក់តែម្ដងគឺមាន2នាក់ជាកីឡាករដែលត្រូវប្រកួតក្នុងនោះមានឡៅចត្រាឡៅចត្រាហើយនិងលោកឡៅស៊ីណាតដែលជាបងប្រុសបានទៅជាមួយដែរក្នុងនាមជាគ្រូបង្វឹកការទៅប្រកួតលើកនេះឯកឧត្តមខើឆាយបានលើកឡើងថាដោយសារតែមានការគ្រប់គ្រងយ៉ាងច្រើនផុសផុលនៅសហរដ្ឋអាមេរិកដូច្នេះការប្រកួតនេះគឺជំរុញឲ្យមានការរៀបចំម្ដងទៀតហើយក៏មានការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដែរដូច្នេះចង់ដឹងថាការលើកឡើងបែបណានោះសូមស្ដាប់នៅការបញ្ជាក់របស់ឯកឧត្តមខើឆាយបាទកត្តាដែលជំរុញឲ្យមានការរៀបចំលើកទី2គឺដោយសារតែភាពជោគជ័យនៃការរៀបចំលើកទី1បាទថាការរៀបចំលើកទី1នេះគឺយើងទទួលបានការគ្រប់គ្រងការសាទរការចូលរួមទស្សនាផ្ទាល់ក៏ដូចជាតាមទស្សនាតាមកញ្ចក់ទូរទស្សន៍តាមបណ្ដាញសង្គមនោះគឺច្រើនមែនទែនបាទហើយសម្បីតែថ្នាក់ដឹកនាំក៏លោកshare នៅព័ត៌មានដែលយើងទៅផ្សព្វផ្សាយនៅដែរហើយតាំងពីស្ថាប័នអាជ្ញាធរនៅខាងសហរដ្ឋអាមេរិកអភិបាលក្រុងចៅសង្កាត់ក្រុមប្រឹក្សាក្រុងបាទហើយនឹងថ្នាក់ដឹកនាំសហគមន៍របស់ខ្មែរយើងនៅរដ្ឋកាលីហ្វ័រញ៉ាហ្នឹងក៏សិតតែគ្រប់គ្រងសាទរហើយនឹងមានជំនួបជាមួយនឹងខាងប្រតិភូកីឡាករកីឡាការីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរយើងដែរដូច្នេះហើយយើងឃើញអំពីការគ្រប់គ្រងនេះហើយទើបធ្វើឲ្យទី1គឺដៃគូឧបត្ថម្ភក្រុមហ៊ុនវឌ្ឍនព្រូរីលោកចង់ជួយជំរុញឲ្យមានការផ្សព្វផ្សាយបន្ថែមទៀតឲ្យបានច្រើនព្រោះយើងដឹងហើយសហរដ្ឋអាមេរិកគឺមានដល់50រដ្ឋឯណោះបាទ50រដ្ឋហើយយើងទៅបាន1រដ្ឋហ្នឹងហើយខ្មែរយើងនៅច្រើនរដ្ឋណាស់នៅក្នុងសហរដ្ឋអាមេរិកហើយយើងលើកទី2នេះ Washington State ហ្នឹងក៏មិនមែនជាលើកចុងក្រោយទេបាទយើងនៅមានបេសកកម្មបន្តទៀតប៉ុន្តែមកដល់ពេលនេះមិនទាន់មានផែនការច្បាស់ទេទើបតែមានការចរចាបាទអញ្ចឹងការជោគជ័យលើកទី1នឹងមានលើកទី2ហើយលើកការជោគជ័យលើកទី2នឹងមាននាំទៅលើកទី3លើកទី4លើកទី5តទៅទៀតបាទអញ្ចឹងដើម្បីឲ្យមានបេសកកម្មផ្សព្វផ្សាយទៅសហរដ្ឋអាមេរិកកាន់តែច្រើនតតែបងប្អូនប្រជាពលរដ្ឋយើងចូលរួមគ្រប់គ្រងបាទមែនតើទៅឯកឧត្តមសម្រាប់លើកទី2នេះតើមានការពិសេសឬក៏មានអីដែលលើសពីអាកាលជើងទី1យ៉ាងម៉េចខ្លះដែរឯកឧត្តមបាទលើកទី2នេះគឺយើងមានកីឡាកររហូតដល់15រូបហើយយើងឃើញហើយកីឡាករក្នុងនោះគឺមានអេយ៉ានុតនិងពេជ្រសម្បត្តិដែលធ្លាប់ទៅម្ដងហើយបាទពេជ្រសម្បត្តិយើងឃើញហើយរយៈពេលចុងក្រោយនេះគាត់ធ្វើបានល្អបាទហើយលូនបញ្ញាក៏ធ្វើបានល្អហើយសម្រាប់ឡៅចន្ទ្រាក៏ត្រឡប់មកវិញហើយបាទបានថាវឹកហាត់ដល់ខ្ញុំជឿជាក់ថាគាត់នឹងធ្វើបានល្អឡៅចន្ទ្រាក៏អញ្ចឹងដែរហើយកីឡាករទាំងពីរនាក់ឡៅចន្ទ្រាឡៅចន្ទ្រាក៏កំពុងតែនៅក្នុងជំរំវឹកហាត់របស់ជំនឿជាតិទៀតអញ្ចឹងគឺការវឹកហាត់គឺមានភាពចប់ជួនដល់ហើយខ្ញុំជឿជាក់ថាការប្រកួតនឹងល្អមើលអញ្ចឹងជឿលើកនេះខ្ញុំជឿជាក់ថាយើងលទ្ធផលនឹងប្រសើរជាងមុនបាទប្រសើរជាងមុនហើយនឹងធ្វើឲ្យទស្សនិកជនជក់ចិត្តបាទនៅព្រឹត្តិការណ៍របស់យើងបាទអញ្ចឹងមានការពិសេសហ្នឹងតែប៉ុណ្្នឹងឯងបាទអរគុណច្រើនឯងវីហូបជាផលិតផលបំពន់សុខភាពសន្លាក់សរសៃអាស៊ីតវីហូបហើយជា